សួស្តីអ្នកទាំងអស់គ្នាចឹងថ្ងៃនេះយើងចូលមកកាន់មេរៀនទី3នៃភាសាអង់គ្លេសរបស់យើងដែលមេរៀនទី3គឺនិយាយអំពីកិច្ចការប្រចាំថ្ងៃ Lesson 3 Talking about daily activity Vocabulary Wake up Wake up មានន័យថាភ្ញាក់ពីគេង Eat breakfastញ៉ាំអាហារពេលព្រឹក Go to work ទៅធ្វើការ Take a rest សម្រាក Go home ត្រឡប់ទៅផ្ទះ Sleep មានន័យថាគេងអញ្ចឹងយើងចូលមកដល់ conversation example ឧទាហរណ៍គំរូអញ្ចឹង A គាត់សួរថា What do you do every day បានន័យថា A គាត់សួរថាតើអ្នកធ្វើអ្វីជារៀងរាល់ថ្ងៃអញ្ចឹង B គាត់ឆ្លើយថា I wake up at 6 am អញ្ចឹង B គាត់ឆ្លើយថាខ្ញុំក្រោកពីគេងនៅម៉ោង 6 ព្រឹក I eat breakfast and go to work អញ្ចឹង B គាត់ឆ្លើយបន្តថាគាត់ញ៉ាំអាហារពេលព្រឹកហើយគាត់ទៅធ្វើការបន្ទាប់មក A គាត់សួរបន្តថា What time do you go home អញ្ចឹង A គាត់សួរថាតើអ្នកត្រឡប់មកផ្ទះនៅម៉ោងប៉ុន្មានអញ្ចឹង B គាត់ឆ្លើយថា I go home at 5 pm អញ្ចឹង B គាត់ឆ្លើយថាខ្ញុំត្រឡប់មកផ្ទះនៅម៉ោង 5 ល្ងាចអញ្ចឹងដល់ចំណុចនេះគឺយើងដល់កន្លែងអនុវត្ត practice អញ្ចឹង please answer that in English អញ្ចឹងគេនិយាយថាសូមឆ្លើយសំណួរទាំងអស់នេះជាភាសាអង់គ្លេស 1 What time do you wake up អញ្ចឹងគេសួរថាតើអ្នកក្រោកពីគេងនៅម៉ោងប៉ុន្មានអញ្ចឹងអ្នកទាំងអស់គ្នាក្រោកពីគេងនៅម៉ោងប៉ុន្មានចំពោះខ្ញុំក្រោកពីគេងនៅម៉ោងក្រោកពីគេងនៅម៉ោង 5 អញ្ចឹងខ្ញុំឆ្លើយថាI គេឆ្លើយមក I wake up at 5 am អញ្ចឹងសំណួរទី2គេសួរថា What do you do in the morning អញ្ចឹងសួរតើអ្នកធ្វើអ្វីនៅពេលព្រឹកអញ្ចឹងអ្នកទាំងអស់គ្នាធ្វើអ្វីចំពោះខ្ញុំពេលព្រឹកគឺខ្ញុំចម្អិនអាហារពេលព្រឹក I cook breakfast អញ្ចឹងខ្ញុំឆ្លើយថា I cook breakfast អញ្ចឹងសំណួរទី3គេសួរថា What time do you go to sleep អញ្ចឹងសំណួរទី3សួរថាតើអ្នកក្រោកពីគេងនេះតើអ្នកចូលគេងនៅម៉ោងប៉ុន្មានអញ្ចឹងអ្នកទាំងអស់គ្នាចូលគេងនៅម៉ោងប៉ុន្មានចំពោះខ្ញុំចូលគេងនៅម៉ោង 11 អញ្ចឹងខ្ញុំឆ្លើយថា I go to sleep at 11 pm ចឹងអ្នកទាំងអស់គ្នាកុំភ្លេចសាកល្បងក្នុងការឆ្លើយសំណួរទាំង3នេះអញ្ចឹងចប់ពីនេះគឺយើងនឹងបន្តមេរៀនទី4នៅថ្ងៃស្អែកសូមអរគុណ